มาซูมជំរាបសួរបងប្អូនអរគ្នាឥឡូវនេះសូមតាមដានបន្តទៀតទាក់ទងបងប្អូនកើតឆ្នាំឆ្លូវសម្រាប់ជោគតារាសីប្រចាំឆ្នាំ2026ថាតើជោគតារាសីបងប្អូនមានលក្ខណៈដូចនេះខ្លះសម្រាប់ឆ្នាំ2026ចំពោះបងប្អូនในការឆ្នាំឆ្លូវសូមតាមដានសម្ដាប់ពី Channel ទូទាយដូចតទៅនេះទាក់ទងនឹងបងប្អូនដែលកើតនៅឆ្នាំឆ្លូវបាទឆ្នាំ2026បងប្អូននឹងមានការកើនឡើងគួរឲ្យកត់សម្គាល់នៃធាតុសំណាងល្អរបស់បងប្អូនអរគ្នាដែលលើកឲ្យបងប្អូនអរគ្នាខ្ពស់ជាងឆ្នាំមុនបាទហើយចំពោះឆ្នាំ2026នេះផងដែរចំពោះបងប្អូនដែលកើតនៅឆ្នាំឆ្លូវបាទគឺបងប្អូនទាំងអស់គ្នាជាពេលវេលាមួយដែលលោកអ្នកមានសំណាងក្នុងការពង្រីកខ្លួនទៅក្រៅហើយតកតងជាមួយនឹងទំនាក់ទំនងរបស់បងប្អូនអ្នកគ្នាជាមួយនឹងការសិក្សាក្តីគឺមានភាពរីកចម្រើនច្រើនមែនទែនតកតងជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់បងប្អូនអ្នកគ្នាគឺបង្កើននូវភាពតាក់ទាញយ៉ាងខ្លាំងសម្រាប់បងប្អូនអ្នកគ្នានៅក្នុងឆ្នាំ2026នេះចំពោះបងប្អូននៃការនៃឆ្នាំឆ្លូវហើយពន្លឺចាំងចែងមានមកកាន់ជីវិតបងប្អូនអ្នកគ្នាសម្រាប់លោកអ្នកដែលនៅលាវចំពោះឆ្នាំ2026មានន័យថាលោកអ្នកដើរតួយ៉ាងសំខាន់ក្នុងអនាគតរបស់លោកអ្នកជាកំណត់វាសនារបស់លោកអ្នកសម្រាប់អ្នកដែលបដិញ្ញាចិត្តរួចហើយវាពង្រឹងចំណងអារម្មណ៍និងបើកផ្លូវឆ្ពោះទៅរកភាពសុខដុមហើយជាឆ្នាំមួយដែលល្អសម្រាប់ការខិតខំប្រឹងប្រែងជាពេលវេលាមួយដែលលោកអ្នកកំពុងតែសិក្សាបណ្ដុះបណ្ដាលរៀនជំនាញថ្មីជួយជំរុញជីវិតលោកអ្នកឲ្យកាន់តែប្រសើរសម្រាប់ឆ្នាំ2026ចំពោះបងប្អូនកើតឆ្នាំឆ្លូវតកតើនឹងជីមកម្លាំងជីវិតនិងវិញ្ញាណរបស់បងប្អូននេះគឺខ្លាំងហើយភាពជោគជ័យគឺនាំមកនៅសំណាងល្អចំពោះឆ្នាំ2026នេះតកតើនឹងការរួមបញ្ចូលនៃសំណាងផ្សេងក៏មកកាន់ជីវិតរបស់បងប្អូនអ្នកនេះដែរឥឡូវលោកគ្រូសូមលម្អិតបន្ថែមតកតើបងប្អូនកើតឆ្នាំឆ្លូវសម្រាប់ឆ្នាំ2026នេះតកតើជោគតារាសីដែលក្នុងនោះរួមមានទាំងសេចក្តីស្នេហាលុយកាក់ការងារជាដើមជាដំបូងនេះលោកគ្រូសូមជម្រាបជូនតកតើជាមួយនឹងរឿងលុយកាក់ចំពោះបងប្អូនដែលកើតនៅឆ្នាំឆ្លូវសម្រាប់ឆ្នាំ2026នេះតកតើនឹងរឿងសំណាងទ្រព្យសម្បត្តិគឺប្រែប្រួលទៅតាមអាយុរបស់បងប្អូនអ្នកគ្នាដែលនៅចន្លោះអាយុ17 77រហូតដល់53ឆ្នាំតកតើជាមួយនឹងទស្សនវិស័យនៃហិរញ្ញវត្ថុរបស់បងប្អូនអ្នកគ្នាឆ្នាំ2026នេះចំពោះបងប្អូនអ្នកគ្នាគឺល្អឥតខ្ចោះតែម្ដងជាមួយនឹងសក្តានុពលខ្លាំងសម្រាប់ការសាងប្រាក់ចំណូលដែលមានស្ថិរភាពនិងប្រាក់ចំណេញសម្រាប់ជីវិតរបស់បងប្អូនអ្នកគ្នាតកតើជាមួយនឹងអាជីវកម្មទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតកតើជាមួយនឹងការចូលរួមពីមនុស្សជំនាញខ្លួនក៏ដូចជាម្ចាស់ភាគហ៊ុនផ្សេងចំពោះលោកអ្នកដែលមានអាយុ65 29បាទនៅចន្លោះឆ្នាំ2026នេះគឺបងប្អូនអ្នកគ្នានឹងគួរតែប្រុងប្រយ័ត្នតកតើនឹងរឿងលុយកាក់បន្តិចចាយវាត្រូវដឹងខ្ទង់ហើយសំណាងហិរញ្ញវត្ថុរបស់លោកអ្នកគឺមានភាពលំកើខ្លះដែលធ្វើឲ្យបងប្អូនអ្នកគ្នាគ្រប់គ្រងលំហូរសាច់ប្រាក់ដោយប្រុងប្រយ័ត្នជៀសវាងការបណ្ដាក់ទុនប្រថុយប្រឋានបងប្អូនអ្នកគ្នាចំពោះអាយុចន្លោះលោកគ្រូវិជ្ជាមុនហ្នឹងសម្រាប់ឆ្នាំ2026នេះគឺជាឆ្នាំមួយដែលគួរប្រុងប្រយ័ត្នធ្វើការជ្រើសរើសវាស់វែងនិងបដោតទៅលើការពារទ្រព្យសម្បត្តិដែលបង្កើតឡើងជាលំដាប់សំណាងទ្រព្យសម្បត្តិសម្រាប់អាយុ41គឺល្អមធ្យមទេចំពោះឆ្នាំឆ្លូវពង្រឹងសំណាងទ្រព្យសម្បត្តិរបស់លោកអ្នកដែលបង្កើននៅមុខរបរថ្មីនិងស្វែងរកឱកាសថ្មីជាមួយមនុស្សជុំវិញខ្លួនទើបជាការប្រសើរតកតើនឹងសេចក្តីរួមនៃបងប្អូននៃការនៅឆ្នាំឆ្លូវសម្រាប់ជោគតារាសីនៃទ្រព្យសម្បត្តិរបស់បងប្អូនអ្នកគ្នាគឺបងប្អូនអ្នកគ្នាមានការតំណែងល្អដែលធ្វើឲ្យលោកអ្នកអាចស្វែងរកនៅលុយកាក់បានច្រើនហើយទៅតាមអ្វីដែលលោកអ្នកចង់បានក៏ប៉ុន្តែដូចលោកគ្រូជំរាបជូនមុនហ្នឹងគឺទៅតាមអាយុផងដែរបាទមិនមែនទៅបដោតទៅលើឆ្នាំទាំងអស់ទេគឺបដោតទៅលើអាយុ
ចឹងក៏មានអាយុបងប្អូនខ្លះក៏ល្អខ្លាំងបងប្អូនខ្លះល្អមធ្យមយ៉ាងទៅចំពោះឆ្នាំឆ្លូវបាទគឺទៅតាមអាយុតកតើងជាមួយនឹងការទូទាយទៅតាមអាយុបងប្អូនអរគ្នាសម្រាប់ទ្រព្យសម្បត្តិគឺសូមបញ្ចប់ប៉ុណ្ណឹងហើយសូមបន្តទៀតតកតើងនឹងជាមួយនឹងជីវិតការងារបាទតកតើងបងប្អូនក៏ឆ្នាំឆ្លូវសម្រាប់ឆ្នាំ2026នេះតកតើងជាមួយនឹងជីវិតការងាររបស់បងប្អូនអរគ្នាគឺមានស្ថិរភាពមានផលិតភាពបាទផលិតផលល្អមែនតើសម្រាប់ឆ្នាំ2026នេះលោកអ្នកគឺលេចធ្លោដោយធម្មជាតិដោយភាពប៉ិនប្រសប់របស់លោកអ្នកដោយភាពមានទំនុកចិត្តខ្ពស់នឹងការគោរពមនុស្សជុំវិញខ្លួនដែលបន្ថែមមកលោកអ្នកដូចជាការរីស្គូស្គីអញ្ចឹងនៅក្នុងឆ្នាំ2026នេះផងដែរឆ្នាំឆ្លូវជាឆ្នាំមួយដែលលោកអ្នកទទួលបានឋានៈឬតួនាទីថ្មីក្នុងឆ្នាំ2026ហើយទទួលនៅការខុសត្រូវធំជាងគេនៅក្នុងស្ថាប័នដែលធ្វើលោកអ្នកមានឋានៈឬក៏ឡើងតួនាទីជាចាំបាច់នៅក្នុងឆ្នាំនេះតកតើងជាមួយនឹងបងប្អូននៃការឆ្នាំឆ្លូវចូលឆ្នាំនេះគឺអំណាចនៃស្ថិរភាពនៃអាជីវកម្មក៏មានផងដែរតកតើងជាមួយការកិច្ចសហការថ្មីជាមួយនឹងអ្នកដែលលោកអ្នកបណ្ដាទុនជាមួយគឺមានភាពរលូនល្អប្រសើរមែនទែនហើយអតិពលនៃផ្កាយសំណាងគឺមាន4ដើម្បីពង្រឹងទៅលើជោគជតារាសីតកតើងជាមួយនឹងអាជីពការងាររបស់លោកអ្នកទំនាក់ទំនងរបស់លោកអ្នកជាមួយអតិថិជនបាទជាមួយអតិថិជនឬក៏ជាមួយមិត្តរួមការងារដែលគូសហការគឺលោកអ្នកនឹងទទួលបាននៅភាពល្អប្រសើរច្រើនហើយលោកអ្នកនឹងទទួលបាននៅដំណើរដែលវែងឆ្ងាយជាមួយនឹងអាជីពការងាររបស់បងប្អូនអ្នកគ្នាតកតើងជាមួយការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មសម្រាប់ឆ្នាំ2026នេះបងប្អូនគួរតែអនុញ្ញាតឲ្យមានការចរចាទៅលើម្ចាស់គម្រោងឬក៏ម្ចាស់ភាគហ៊ុនជាមួយលោកអ្នកទើបការងារនោះរលូនទៅមុខយ៉ាងល្អប្រសើរដោយមិនមានភាពរាំងស្ទះតែបើលោកអ្នកអត្តនោម័តតែខ្លួនឯងនោះចំពោះកិច្ចការដែលលោកអ្នកបំរុងនឹងធ្វើនឹងពិបាកហើយសម្រាប់បងប្អូនអ្នកគ្នាសម្រាប់បងប្អូនដែលធ្វើការនៅវិស័យទំនាក់ទំនងវិញចំពោះបងប្អូនកើតឆ្នាំឆ្លូវគឺជំរុញឲ្យទទួលបានភាពជោគជ័យការរក្សាទំនាក់ទំនងយ៉ាងរលូននិងការទ្រាំគ្រប់គ្រងជាគន្លឹះសំខាន់សម្រាប់បងប្អូនអ្នកគ្នាបាទហើយចំពោះបងប្អូនដែលជាសិស្សនិស្សិតការសិក្សារៀនសូត្រគឺมันមានអ្វីគួរឲ្យព្រួយបារម្ភនោះទេសម្រាប់ឆ្នាំ2026នេះចំពោះបងប្អូនកើតឆ្នាំឆ្លូវឥឡូវយើងក៏លេចទៅមើលរឿងរ៉ាវស្នេហាវិញម្ដងឆ្នាំ2026ជាឆ្នាំមួយដែលលោកអ្នកទទួលបាននៅផ្កាយសំណាងនៃរឿងរ៉ាវស្នេហាច្រើនមែនទែនបេះដូងរបស់លោកអ្នកក៏បើកចំហច្រើនផងដែរបងប្អូនដែលជាបរិសបាទគឺមានភាពស្ងប់ស្ងាត់បំផុតដែលអាចឲ្យមនុស្សជាទីស្រឡាញ់របស់លោកអ្នកចូលមកកាន់ជីវិតលោកអ្នកបានដោយលោកអ្នកមិនមានភាពឆេវឆាវនិងមិនមានភាពលក្ខណៈជាកូនក្មេងនោះឡើយគឺលោកអ្នកមានភាពស្ងៀមស្ងាត់ហើយទំនាក់ទំនងរបស់លោកអ្នកមើលទៅចាស់ទុំដែលធ្វើឲ្យនារីពេញចិត្តលោកអ្នកជាខ្លាំងដូច្នេះហើយលោកអ្នកក៏មានឱកាសក្នុងការទំនាក់ទំនងជាមួយពួកគាត់យ៉ាងរលូនផងដែរបងប្អូនដែលជាបរិសទិសោតលោកអ្នកតែងទទួលបានអារម្មណ៍ពិតប្រាកដពីអ្នកដទៃហើយទំនាក់ទំនងរបស់លោកអ្នកគឺមានភាពកក់ក្ដៅទៅកាន់នារីខ្លាំងមែនទែនចំពោះនារីក៏ដូចគ្នាដែរមន្តស្នេហ៍របស់លោកអ្នកនៅឆ្នាំ2026ចំពោះបងប្អូនកើតឆ្នាំឆ្លូវគឺមានភាពល្អប្រសើរដែលធ្វើឲ្យលោកអ្នកមានការទំនាក់ទំនងជាមួយដៃគូលោកអ្នកយ៉ាងរលូនជាទីបំផុតដែលមិនមានអ្វីគួរព្រួយបារម្ភនោះឡើយ2026ជាពេលមួយលាមួយដែលលោកអ្នកអាចបំណងប្រាថ្នាចូលរោងការរោងជាប់ពាក្យជាមួយដៃគូរបស់លោកអ្នកបានយ៉ាងរលូនជាទីបំផុតដែលធ្វើឲ្យដៃគូលោកអ្នកយល់ចិត្តលោកអ្នកចំពោះលោកអ្នកដែលរៀបការហើយប្តីប្រពន្ធគឺមានភាពយល់ចិត្តគ្នាយ៉ាងក្រៃលែងដែលធ្វើឲ្យលោកអ្នកមានក្តីសុខនៅក្នុងគ្រួសារច្រើនក៏ប៉ុន្តែអ្វីដែលប្រុងប្រយ័ត្នមិនត្រូវមានចិត្តឆេវឆាវលើគ្រឿងដៃគូលោកអ្នកដែលមិនដឹងទិសតំបន់នោះទេព្រោះភាពកក់ក្ដៅនឹងរលាយបាត់ទៅវិញប្រសិនបើលោកអ្នកជាមនុស្សដែលមានអ្នកខុសរឿងអរគុណច្រើនបានសម្រាប់ពីការទូទាយជួយតារិស័យឆ្នាំ2026ចំពោះបងប្អូនកើតឆ្នាំឆ្លូវពីចំណែកទូទាយសូមអរគុណសូមជម្រាបលា